ជំរាបសួរông Phu Minh បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកណែនាំអំពីធัวដែលចេញដំណើរនៅក្នុងខែមិថុនាគឺខែ6យើងនេះបាទអញ្ចឹងថ្ងៃនេះគឺថ្ងៃចុងខែ5ហើយអញ្ចឹងសម្រាប់បងប្អូនឬក៏ông Phu Minhតែគាត់មានកម្រងចង់ធ្វើដំណើរកម្សាន្តនៅក្នុងខែ6ខែក្រោយនេះគឺខ្ញុំសូមណែនាំនៅធัว3ដែលគឺយើងឈ្មោះទៅលេងប្រទេសចិនគឺទីក្រុងធំតែទីក្រុងហ្នឹងគឺកំពុងតែល្បីនៅក្នុងអ៊ីនធឺណិតខ្លាំងមែនទែនយើងលេង TikTok ឬលេង Facebook អីគឺឃើញអញ្ចឹងទីក្រុងដែលធัวដែលខ្ញុំណែនាំទៅលេងហ្នឹងគឺទីក្រុងឆុងឈីងជាមួយនឹងឆិនទូបាទអញ្ចឹងសម្រាប់ក្រុមហ៊ុនទេសចរ Sky King យើងខ្ញុំគឺមាន3ថ្ងៃចេញដំណើរមានថាក្នុងខែ6ហ្នឹងគឺយើងមានចេញដំណើររហូតដល់ទៅ3ក្រុមបាទដែលក្រុមសម្រាប់ធัวទី1ហ្នឹងគឺយើងចេញថ្ងៃទី8ខែ6មកវិញថ្ងៃទី13ខែ6ហើយសម្រាប់តែក្រុមទី2ហ្នឹងគឺយើងចេញដំណើរនៅថ្ងៃទី18មកវិញថ្ងៃ22បាទហើយក្រុមចុងក្រោយហ្នឹងគឺយើងចេញដំណើរនៅថ្ងៃទី25ត្រឡប់មកវិញថ្ងៃទី30ខែ6នឹងដែរបាទអញ្ចឹងក្នុងខែ6នេះគឺយើងមាន3ក្រុមសម្រាប់ឲ្យលោកពូអ្នកមីងបងប្អូនទាំងអស់គ្នាបាទអាចជ្រើសរើសថ្ងៃចេញដំណើរបានហើយធัวក្នុងធัวនឹងដែរគឺក្រុមហ៊ុនយើងមានលក់សម្រាប់ package បាទមានថាកញ្ចប់ដំណើរកម្សាន្តហ្នឹងគឺរយៈពេល5ថ្ងៃ4យប់សម្រាប់ចេញដំណើរថ្ងៃទី18ហើយសម្រាប់ថ្ងៃទី8ហើយនៅថ្ងៃទី25ថ្ងៃចេញដំណើរហ្នឹងគឺយើងលក់ជា package ថ្ងៃសម្រាប់6ថ្ងៃ5យប់អញ្ចឹងទីក្រុងសំខាន់ឥឡូវនេះខ្ញុំសូមលើកយកកម្មវិធីសម្រាប់5ថ្ងៃសូមណែនាំជូនបងប្អូនទាំងអស់គ្នាសិនបាទអញ្ចឹងថ្ងៃទី1គឺយើងធ្វើដំណើរ direct flight ពីភ្នំពេញទៅទីក្រុងឆុងឈីងហ្នឹងតែម្ដងបាទអញ្ចឹងយើងអត់មានធ្វើការបដូរជើងឬហោះទេគឺយើងហោះ direct ពីភ្នំពេញទៅឆុងឈីងហ្នឹងបាទហើយអញ្ចឹងយើងសាក់នៅសណ្ឋាគារឆុងឈីងហ្នឹងគឺរយៈពេល2យប់ហើយនៅឆិនទូហ្នឹងគឺយើងចេញរយៈពេល2យប់ហើយកម្មវិធីដែលយើងទៅដើរលេងភាគច្រើននៅក្នុងទីក្រុងឆុងឈីងហ្នឹងខ្ញុំសូមរៀបរាប់កន្លែងដើរលេងដែលសំខាន់ហ្មងគឺមានដូចជាអគារមួយដែលអគារភ្លើងហ្នឹងរត់ចូលនៅក្នុងអគារហ្នឹងបាទមានន័យថាអគារភ្លើងហ្នឹងគឺរត់ឆ្លងកាត់អគារហ្នឹងតែម្ដងហើយកន្លែងសំខាន់ទី2ដែលយើងជួបទៅដើរលេងហ្នឹងគឺមានភូមិបុរាណបាទជាកន្លែងមួយដែលគេភូមិបុរាណមកឥឡូវហ្នឹងគឺខ្លាយទៅជាផ្សារបាទយើងអាចដើរទៅលេងនៅក្នុងបានហើយនឹងមួយទៀតនៅទីក្រុងឆុងឈីងហ្នឹងដែរដែលជាអគារដែលគេល្បីដែរគឺភ្លើងពេលយប់ដែលមានឈ្មោះថាហុងយ៉ាតុងបាទអញ្ចឹងបងប្អូនអរគ្នាដែលឃើញគេផុសរូបនៅក្នុងទីក្រុងឆុងឈីងហ្នឹងគឺឃើញយើងនាំទៅលេងនៅហ្នឹងដែរបាទជាងកន្លែងហ្នឹងពេលយប់ឡើងគឺទេសភាពហើយនឹងភ្លើងរាត្រីហ្នឹងគឺស្អាតមែនតើហើយជាមួយនឹងមួយទៀតគឺទីក្រុងឆុងឈីងហ្នឹងគឺជាទីក្រុងមួយដែលសម្បូរទៅដោយស្ពានបាទអញ្ចឹងបើសិនជាបងប្អូនណាខាងស្ថាបត្យកម្មចូលចិត្តផ្នែកសំណង់បាទគឺអាចចេញទៅលេងទីក្រុងឆុងឈីងហ្នឹងទីក្រុងឆុងឈីងហ្នឹងគឺជាទីក្រុងមួយដែលជាប់ចំណាក់ថ្នាក់ថាគាត់មានរចនាបថស្ពានហើយនឹងស្ពានហ្នឹងខ្ពស់ហើយនឹងវែងច្រើនជាងគេបាទនៅក្នុងប្រទេសចិនហ្នឹងអញ្ចឹងសម្រាប់កម្មវិធីនៅទីក្រុងឆិនទូវិញបាទអញ្ចឹងឆិនទូគឺជាទីក្រុងមួយដែលទំនើបហើយល្បីល្បាញមែនតើនៅក្នុងប្រទេសចិនវាចំណាត់ថ្នាក់នៅក្នុងទីក្រុងឆិនទូហ្នឹងគឺអាចនិយាយបានថាដូចទៅជាអាចប្រៀបធៀបជាមួយនឹងទីក្រុងទំនើបសៀងហៃឬក៏ទីក្រុងខ្វាំងជូកួងជូយើងហ្នឹងគឺទំនើបប្រហាក់ប្រហែលនឹងដូចគ្នាជាទីក្រុងមួយដែលទំនើបដែរហើយកម្មវិធីរបស់យើងនៅក្នុងទីក្រុងឆិនទូហ្នឹងគឺមានទៅមើលសួនខ្លាឃ្មុំផែនដែរបាទដូចបងប្អូនដឹងហើយថាខ្លាឃ្មុំផែនដែរហ្នឹងគឺជាខ្លាឃ្មុំដែលជាសត្វតំណាងបាទគេចិនហៅកោប៉ោបាទកោប៉ោហ្នឹងគឺជាសត្វតំណាងប្រទេសមួយរបស់ប្រទេសចិនហ្នឹងគឺខ្លាឃ្មុំហ្នឹងគឺជាតំណាងឲ្យប្រទេសចិនបាទគឺមានតែនៅចិនទេហើយខេត្តដែលយើងទៅលេងហ្នឹងឆិនទូហ្នឹងគឺជាផ្ទះរបស់គាត់បាទយើងទៅដល់ណាតែ design ពីគាត់គេមិនថាតាមផ្សារតាមអីគឺមានខ្លាឃ្មុំផែនដែរហ្នឹងទាំងអស់បាទហើយយើងនឹងជួនទៅមើលខ្លាឃ្មុំហ្នឹងមែនតើនៅសួនផែនដែរហ្នឹងបាទហើយបន្ទាប់មកគឺយើងជួនទៅលេងផ្សារទំនើបដែលមាន brand ល្បីដែលមានឈ្មោះថា IFS បាទអញ្ចឹងផ្សារហ្នឹងគឺបងប្អូនអាចដើរលេងឬក៏អាច shopping បាទហើយនឹងមានលក់ម្ហូបអាហារតាមផ្លូវជាច្រើនដែលអ្នកចូលចិត្ត street food គឺទៅកន្លែងហ្នឹងត្រូវហើយបាទមិនត្រឹមតែប៉ុណ្ណឹងនៅកន្លែងអគារផ្សារទំនើបហ្នឹងគឺមានខ្លាឃ្មុំផែនដែរមួយដែលល្បីដែលវាឡើងតោងជាងអញ្ចឹងណាបាទអញ្ចឹងបែរគូតទៅខាងផ្លែរបស់ផ្សារហ្នឹងហើយខាងមុខនេះគឺយើងតទៅឡើងទៅលើអគារបានយើងមើលឃើញមុខអាច selfie មួយជាមួយនឹងផែនដែរហ្នឹងបានបាទអញ្ចឹងកម្មវិធីសរុបត្រួសខ្ញុំសម្រាប់ជូនប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់ page របស់យើងខ្ញុំនឹងផ្ញើជូននៅកម្មវិធីជាក់លាក់ជាមួយនឹងតម្លៃជូនទៅបងប្អូនដែរអញ្ចឹងតម្លៃបើសិនជាពុកម៉ែបងប្អូនគាត់អញ្ជើញទៅ5ថ្ងៃ6យប់តម្លៃត្រឹមតែ600ជាងទេហើយបើសិនជាទៅ6ថ្ងៃ5យប់គឺតម្លៃ800ជាងបាទអញ្ចឹងអាចមានកញ្ចប់2ធัวសម្រាប់ឲ្យបងប្អូនជ្រើសរើសហើយថ្ងៃចេញចំណាំមានដល់ទៅ3បាទអញ្ចឹងបងប្អូនអាចរុះរាន់តាក់ទងមកបាទព្រោះកន្លែងយើងមានកំណត់ដែរបាទអញ្ចឹងសូមអរគុណច្រើន